សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយបងប្អូនអើយនិយាយទៅការងារស្ត្រីមេផ្ទះអត់មានអីក្រៅតែពីម្ហូបធ្វើបាយមើលកូនបោសជ្រះផ្ទះស្បែកនឹងទេបងប្អូនហើយថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺផ្អកសាច់ជ្រូកចិញ្ច្រាំជាមួយនឹងពងមាន់ស្រាំងឯងនិយាយទៅផ្សារទិញបានពងមាន់ស្រែមក10គ្រាប់ដែរបងប្អូនទូចទេប៉ុន្តែអាពងក្រហមនេះល្អហើយខ្ញុំក៏នឹកឃើញខ្ញុំមិនច្រាំផ្អកបងប្អូនការធ្វើច្រាំផ្អករបស់ខ្ញុំនឹងដូចតែធម្មតាដែរទេបងប្អូននៅដល់សាប់ផ្អកវាធម្មតាវាប្រៃអញ្ចឹងយើងត្រូវត្រាំទឹកក្តៅទឹកត្រជាក់ឲ្យលាងវាឲ្យស្អាត4 5ទឹកទៅណាបងប្អូនបន្ទាប់ហើយចាំយើងមកច្រាំលាយស្ករពីចេងហើយជាពិសេសខ្ទឹមកុំចោលបងប្អូនភ្លេចខ្ទឹមអត់ឆ្ងាញ់បដ ாய் អាហ្នឹងឆ្ងាញ់ជាងគេគឺខ្ទឹមនឹងយើងដាក់ខ្ទឹមសខ្ទឹមក្រហមហើយម្ទេសហាន់ដាក់ហើយបន្ទាប់ហើយយើងច្របល់ជាមួយនឹងពងមាន់ស្រែរបស់យើងហ្នឹងណាហើយយើងចាំយកទៅដាក់ចំហុយបងប្អូននិយាយពីថាឡើងល្អមែនតានឆ្លៀតចំហុយប្រអកហ្នឹងខ្ញុំក៏ឆ្លៀតចិត្តបន្លែហើយនិយាយពីតសក់នេះទិញមកបានខ្ចីមែនតានហ្មងណាតសក់អឡើងខ្ចីហើយខ្ញុំក៏រៀបចំដាក់ចានអញ្ចឹងណាបងប្អូនពួកយើងចិត្តដាក់ចានហើយដាក់ក្នុងទូទៅវាត្រជាក់ពេលញ៉ាំទៅវាស្រួយហើយយើងជ្រលក់មុខប្រអកអញ្ចឹងទៅឆ្ងាញ់អញ្ចឹងណាហើយបន្លែថ្ងៃនេះអត់មានអីទេដោយសាររវល់ដែរព្រោះតិចទៀតដល់ម៉ោងយកកូនដែរអញ្ចឹងណាគឺមានតែតសក់ជាមួយនឹងខ្ញីតែខ្ញីនឹងតំណងបងប្អូនអើយដោយសារខ្ញីនឹងវាខ្ចីហើយខ្ញុំក៏រៀបចំចិត្តវាដាក់ចានអញ្ចឹងទៅចិត្តវាដាក់ចានដោយសារយើងចាំប្រអកដែរហ៎ហើយរៀបចំដាក់ទូទៅល្មមទៅថាមើលទៅប្រអកយើងរៀបឆ្អិនអីហើយយើងបន្លែប្លុករបស់យើងហ្នឹងវាត្រជាក់ល្មមញ៉ាំជាមួយគ្នាអញ្ចឹងណាហើយការរៀបចំដាក់ចានមានអីទេបងប្អូនអើយមានតែប៉ុណ្្នឹងនិយាយទៅជីវិតស្ត្រីមេផ្ទះជាអត់ផុតពីការធ្វើម្ហូបមើលថែកូនបោះជ្រះផ្ទះសប្បាយហ្នឹងទេហើយចំណុចពិសេសគឺយើងផ្ដល់ភាពកក់ក្ដៅដល់កូនពីព្រោះកូនយើងជាម្ដាយហ្នឹងហើយយើងជួយមើលថែគាត់ណានិយាយប្រអកខ្ញុំក៏ចាប់ផ្ដើមឆ្អិនណាបងប្អូនខ្ញុំក៏ទៅយកកូនពីសាលាអញ្ចឹងណាហើយបងកូនប្រុសខ្ញុំក៏ទាចូលទិញនំនិយាយទៅបងប្អូននិយាយពីកូនដឹកទៅរៀនទៅដល់សាលាដល់ម៉ោងទៅយកមកវិញឥឡូវទៀតចូលទិញនំហើយប្រាប់ថាកូនទិញនំណាដែលញ៉ាំទៅកុំឲ្យឈឺឥឡូវគេពងដើររមើនេះតែគេហូរនំអីគេទេដើរចុះដើរឡើងឆ្វែងឡើងកូនប្រុសខ្ញុំនឹងនិយាយទៅខូចដែរបងប្អូនប៉ុន្តែធ្វើម៉េចជាយើងការងារជាស្ត្រីមេផ្ទះនិយាយទៅកូនខ្ញុំកំពុងដើរមើលនំបងប្អូនអើយនឹងដូចក្នុងរូបចឹងដឹងនំអីគេទេនេះ3ច្រក4 5ច្រកអាយហូរនំចឹងទៅកំពុងដើរមើលលិចកើនឹងបើហូបប្រទេសហូរនំអីគេទេអូឃើញហើយបែបឃើញនំហើយអូស្លឹកចុះស្លឹកឡើងបាច់គេអត់ផត់ទេបែបនំអូរីអូហ្នឹងមើលទៅនិយាយទៅកូនខ្ញុំឲ្យតាថាបានចូលដល់កន្លែងទិញនំទិញអីនិយាយពីថាឆ្វែឡើងបងប្អូននិយាយទៅអត់ដឹងថាកូនបងប្អូនចឹងអត់ទេនេះឥឡូវដើរចុះដើរឡើងកន្លងចុះកន្លងឡើងនឹងយកនំមួយណាទេហើយនិយាយពីលពើបងប្អូនលពើខ្លាំងកូនប្រុសខ្ញុំមួយនេះឥឡូវគេពងដើររមើលថាគេគួរតែយកនំមួយណាចេះនំច្រើនណាពិបាកសម្រាប់ចិត្តទៅមើលទៅហើយដើរចុះដើរឡើងនិយាយទៅអាណិតដែរហ្នឹងរៀនរហូតពេលព្រឹកដាក់រៀនថ្ងៃដាក់រៀនទៀតគាត់ថាជូនទៅជូនមកអញ្ចឹងណានិយាយទៅការងារមេផ្ទះមានអីទេអូរកឃើញហើយនំអូរីអូមែននំអូរីអូឥឡូវបាននំហើយកញ្ចឹងក៏យកកូនមកពីសាលាវិញទៅរៀបចំញ៉ាំបាយអញ្ចឹងណាបងប្អូនហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើសិនជាមានការខុសឆ្គងចំណុចណាមួយក៏សូមខន្តីអភ័យទោសអរគុណ